តើគ្នាដែរជួបអារម្មណ៍មួយដែរនៅសុកបបាក់ចិត្តយកនៅថាតើយើងបបាក់ចិត្តរឿងអីទេប៉ុន្តែវាបបាក់ចិត្តមកអូតូមកអ្នកនរគ្នាខ្ញុំមាន tip មួយអារម្មណ៍មួយហ្នឹងពេលខ្លះគឺវាកើតមកជាមួយនឹងការ stress ដែលអ្នកនរគ្នាខំធ្វើការពេកគឺ stress ខ្លាំងមែនតើគិតអីក៏អត់ចេញហើយមួយទៀតគឺអារម្មណ៍ហ្នឹងគឺកើតឡើងដោយសារតែអ្នកនរគ្នាជួបបញ្ហាច្រើនអ្នកនរគ្នាអត់ដោះស្រាយវាទេអញ្ចឹងអ្នកនរគ្នាតែងតែទុកវាចោលហើយថ្ងៃណាមួយអ្នកនរគ្នាហត់គឺអារម្មណ៍ហ្នឹងគឺវា alert មកខ្លួនឯងមកអ្នកនរគ្នាខ្ញុំលើកទឹកចិត្តបើសិនជាយើងហត់យើងកុំធ្វើបាបខ្លួនឯងយើងកុំដាក់សម្ពាធឲ្យផ្លូវចិត្តខ្លួនឯងវាលែងដើរទៅមុខទៀតអ្នកនរគ្នាហត់អ្នកនរគ្នាអាចសម្រាកទាំងកាយសម្រាកទាំងចិត្តខ្ញុំទទួលស្គាល់ថាយើងម្នាក់ៗគឺត្រូវការងារត្រូវការលុយត្រូវការសម្រាកប៉ុន្តែអ្នកនរគ្នាត្រូវដឹងថាចំណុចទាំងអស់នោះអ្វីដែលធំជាងគេគឺផ្លូវចិត្តរបស់យើងភាពជោគជ័យគឺវាមិនមែនជាអ្វីដែលអ្នកនរគ្នាត្រូវមានទេបើសិនជាវាប្រៀបជាមួយនឹងសុខភាពរបស់អ្នកនរគ្នាទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃភាពជោគជ័យណាគេក៏ចង់បានដែរតែអ្នកនរគ្នាត្រូវដឹងថាតើភាពជោគជ័យរបស់អ្នកនរគ្នាទៅលើអីគេទៅលើលុយទៅលើភាពជោគជ័យដែលអ្នកនរគ្នាមានសុខភាពផ្លូវចិត្តបានល្អអាហ្នឹងគឺអាស្រ័យលើអ្នកនរគ្នាដាក់គោលដៅខ្លួនឯងទេដែលអ្នកនរគ្នាចង់បានភាពជោគជ័យទៅលើអ្វីមួយនេះសំខាន់អ្នកនរគ្នាកុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃកុំគិតថាគេធ្វើបានខ្ញុំក៏ធ្វើបានមិនខុសគ្នាបើសិនជាអ្នកនរគ្នាប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃពេលណាអ្នកនរគ្នារកឃើញខ្លួនឯងឥឡូវខ្ញុំសួរបាននេះវិញគេធ្វើបានយើងក៏ធ្វើបានវាហាក់បីដូចជាពាក្យមួយដែលប៉ាម៉ាក់យើងគាត់តែងតែនិយាយប្រៀបធៀបយើងជាមួយនឹងកូនគេតាំងពីតូចគេធ្វើបានមិនក៏ឯងធ្វើបានមិនខុសគ្នាអត់អាចនិយាយចឹងបានទេពេលខ្ញុំនិយាយចឹងមិនមានន័យថាខ្ញុំអត់ចង់ឲ្យអ្នកនរគ្នាខំទេប៉ុន្តែអ្នកនរគ្នាខំត្រូវមានព្រំដែនខ្លះមិនមែនចេះតែខំហើយមិនមែនចេះតែដាក់សម្ពាធឲ្យខ្លួនឯងទេអ្នកនរគ្នាដាក់ខ្លួនឯងផងយើងខំអ្នកនរគ្នាយើងខំអភិសមត្ថភាពពីមួយថ្ងៃទៅមួយថ្ងៃប៉ុន្តែយើងកុំដាក់សម្ពាធឲ្យខ្លួនឯងខ្លាំងណាអ្នកនរគ្នាដាក់សម្ពាធឲ្យខ្លួនឯងខ្លាំងពេកអាហ្នឹងគឺគេហៅថាការដែលមិនស្រឡាញ់ខ្លួនឯងការដែលធ្វើបាបខ្លួនឯងធ្ងន់ធ្ងរមកសិនជាយើងខំហើយបរាជ័យអូខេចាត់ទុកវាជាបទពិសោធន៍ថ្ងៃក្រោយយើងធ្វើទៀតប៉ុន្តែអ្នកនរគ្នាកុំភ្លេច take care ទៅលើ mental health របស់អ្នកនរគ្នាផងគឺវាសំខាន់ខ្លាំងខ្ញុំទៅតែធ្វើស្បើយអញ្ចឹងខ្ញុំអត់ចង់ជួបរឿងហ្នឹងទេអ្នកនរគ្នាបទពិសោធន៍របស់ខ្ញុំគឺខ្ញុំធ្វើការឆោតហើយអ្នកនរគ្នាខ្ញុំជាមនុស្សដែលបកកែរលុយមែនតើខ្ញុំអត់ដែរគិតថាចង់ឈប់មួយថ្ងៃណាប៉ុន្តែចុងក្រោយឥឡូវនេះសូម្បីតាលុយក៏ខ្ញុំលែងចង់បានខ្ញុំចង់ព្យាបាលផ្លូវចិត្តរបស់ខ្ញុំឲ្យកាន់តែល្អប្រសើរ